សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូទី3នៃមេរៀន CRT របស់យើងដោយវីដេអូទី1គឺខ្ញុំបាននិយាយអំពី structure របស់ CRT ឬក៏ Kendall Rank Theory ហើយនៅក្នុងវីដេអូទី2គឺខ្ញុំបាននិយាយពី key level មួយដែលគេប្រើប្រាស់ដែល combine ជាមួយនឹង CRT ហ្នឹងដែលពេញនិយមគឺជាមួយនឹង QM level នៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការមកបង្ហាញអំពីរបៀបប្រើជាមួយនឹង CRT ហ្នឹងហើយយើង confirm entry ជាមួយនឹង QM level មួយហ្នឹងឥឡូវយើងមកមើលទាំងអស់គ្នាអញ្ចឹងមុននឹងចូលទៅកាន់ការចាប់ជាមួយនឹង market ខ្ញុំសូមបង្ហាញពី time frame alignment សិនអញ្ចឹងចំពោះករណីដែលយើងមើលទៅលើ CRT ហ្នឹងនៅក្នុង candle 1ម៉ោងគឺយើងរកមើលជាមួយនឹង confirm នៅក្នុង time frame 5នាទីដើម្បីធ្វើការ entry គឺយើងរកមើលជាមួយនឹង key QM level នៅក្នុង time frame 5នាទីដើម្បី entry អញ្ចឹងចំពោះ4ម៉ោង CRT គឺយើងមើលជាមួយនឹង15នាទីដើម្បី entry អានឹងគឺជា time frame alignment អញ្ចឹងយើងមកមើលតម្រងអានេះគឺជាតម្រង CRT ដែលយើងដឹងហើយដែលនៅក្នុងមេរៀនទី1ឬក៏វីដេអូទី1អញ្ចឹងនៅពេលវា sweep កន្លែង low គឺវាបិទនៅក្នុង rank ហើយវានឹងឡើងទៅយក high វិញអញ្ចឹងនៅក្នុងនេះគឺវាមានជាមួយនឹង QM hidden ដែល QM ហ្នឹងគឺនៅក្នុង lower time frame ដើម្បីឲ្យផ្សារចុះមកយកមួយ QM ហ្នឹងហើយវាឡើងទៅយកជាមួយនឹង high អញ្ចឹងគឺវាបែបហ្នឹងគឺវា work បែបហ្នឹងណាអញ្ចឹងយើងចូលទៅកាន់ជាមួយនឹង real market ទាំងអស់គ្នាដែលខ្ញុំនឹងធ្វើការបង្ហាញអ្នកនរគ្នាអូខេអ្នកនរគ្នាឥឡូវយើងបានចូលមកកាន់ជាមួយនឹង real market ហើយយើងមកមើលជាមួយនឹង candle មួយនេះមួយដែល candle នេះយើងអាចចាប់វាបានថាជា CRT អញ្ចឹងអានេះគឺ time frame 1ម៉ោងណាអញ្ចឹងចាប់ candle នេះ candle មួយនេះយើងចាប់វាថាជា CRT ឥឡូវខ្ញុំសូមទៅការចាប់វា CRT ហើយខាងលើនេះយើង mark នេះមកខ្ញុំសម្រាប់វាថាជា CRT high គេដាក់ថាវាជា CRT high ហើយខាងក្រោមនេះវាជា CRT low តាមមេរៀនយើងអញ្ចឹងនេះគឺជា CRT high អានេះគឺជា CRT low អញ្ចឹងដល់ពេលដែល candle ទី2វាបានបើកមកគឺវាបានទៅការទៅផ្ដាច់ជាមួយនឹង high ត្រូវអត់យើងឃើញវាបានផ្ដាច់ជាមួយនឹង high ហើយវាមកប៉ះជាមួយនឹង key level កន្លែងនេះមួយដែលវាជា OC ណាវាជា open close ហ្នឹងវាបានប៉ះជាមួយនឹង key level កន្លែងហ្នឹងមួយបន្ទាប់មកទៀតហើយអា candle ទី2ហ្នឹងគឺវាបានបិទនៅក្នុង range ហ្នឹងត្រូវអត់គឺវាបិទនៅក្នុង range ជាមួយនឹង CRT នៅ candle ទី1ហ្នឹងអញ្ចឹងគឺយើងធ្វើការរក confirm នៅក្នុង candle បន្ទាប់ដើម្បីធ្វើការ entry ដើម្បីសាលតម្លាក់មកយក low វិញដោយសារតែវាបានបដាច់ជាមួយនឹង high ឥឡូវយើងមើលនៅក្នុង time frame 1ម៉ោងអញ្ចឹងយើងចូលទៅកាន់ time frame 5នាទីដើម្បីរកជាមួយនឹងកន្លែង entry ទាំងអស់គ្នាតោះឥឡូវយើងបានចូលមកកាន់ជាមួយនឹង time frame 5នាទីហើយយើងមកមើលទាំងអស់គ្នាចានេះគឺជា key level មុនហ្នឹងសូមដាក់មក key ដែលជាកន្លែងដែលផ្សារវា respect ដើម្បី reverse ទៅវិញចានេះជា CRT high អាហ្នឹងគឺជា CRT high ដែលផ្សារវាបានផ្ដាច់ជាមួយនឹង CRT high ប៉ះ key level ហើយវាទៅការ reverse ចុះមកក្រោមមកអញ្ចឹងនៅពេលដែលវាបានផ្ដាច់ជាមួយនឹង CRT high ហើយគឺវាបានប៉ះជាមួយ key ហើយវាចុះមកក្រោមវិញអញ្ចឹងយើងរងចាំអីគេអ្វីដែលយើងរងចាំគឺយើងរងចាំឲ្យផ្សារមួយហ្នឹងវាបង្កើតទៅជា QM level អញ្ចឹងយើងឃើញជាមួយនឹង QM level របស់យើងគឺនៅកន្លែងណាគឺមួយនេះត្រូវអត់ជា QM level របស់យើងនៅក្នុងតាម5នាទីអញ្ចឹងអានេះវាជា QM level របស់យើងអញ្ចឹងយើងដាក់មកវាជា QM level យើងមើលមិនបានដឹង QM level ឥឡូវយើង switch មកកាន់ line chart មកយើងឃើញតម្រងជា QM level នេះគឺវាដូចដែលខ្ញុំបានបញ្យល់ពីវីដេអូមុនអញ្ចឹងបើអ្នកគ្នាអត់ទាន់ដឹងទេអាចទៅមើលវីដេអូមុនបានខ្ញុំអត់សុំបញ្យល់បន្ថែមទៀតទេអញ្ចឹងយើងបានជាមួយនឹង QM level ប៉ុណ្្នឹងហើយគឺយើងទៅការ entry នៅកន្លែងហ្នឹងតែម្ដងអញ្ចឹងយើង entry នៅកន្លែង QM level ហ្នឹងមកអញ្ចឹង SL របស់យើងគឺយកនៅSL របស់យើងគឺដាក់នៅលើ high ហ្នឹងមកអញ្ចឹងទី2របស់យើងគឺយកនៅលើនៅអឺកន្លែង CRT low អញ្ចឹងយើងយក TP របស់យើងគឺនៅ CRT lowគឺយើងបានជាមួយនឹង reverse 1:6ដែរណាអូ sorry អ្នកនេះ1:1.6អញ្ចឹងវាល្អមែនទែនចំពោះ strategy CRT អាហ្នឹងគឺយើង entry បែបហ្នឹងគឺយើង play ជាមួយនឹង market បែបហ្នឹងអញ្ចឹងទី1គឺយើងមើលនៅក្នុង time frame 1ម៉ោងវាបាន sweep ជាមួយនឹង CRT high ហើយវាបាន reverse ចុះមកក្រោមវិញអញ្ចឹងវាបានបង្កើតជាមួយនឹង QM level
ចឹងគឺយើងធ្វើការ entry នៅកន្លែង QM level ហ្នឹងមកយកជាមួយនឹង CRT low វិញចាហ្នឹងគឺយើង play បាត់ហ្នឹងចំពោះអឺការ entry ឬក៏ combine គ្នារវាង CRT ជាមួយនឹង QM level ចឹងអ្នកគ្នាកុំភ្លេចធ្វើការ practice ខ្លួនឯងផងចំពោះករណីដែលយើងបាយវិញគឺខ្ញុំចង់ឲ្យអ្នកគ្នាធ្វើការទៅបែបតេស្តខ្លួនឯងចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចំពោះការ confirm រវាង CRT ជាមួយនឹង QM level ដើម្បីធ្វើការ entry សូអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូនេះជួបគ្នានៅវីដេអូក្រោយទៀត